មាននឹងអត់ទៅហាត់ប្រាណរងៃអត់អាចឡើងសេះដុំបានទេហាត់លើកខែបានឡើងសេះដុំបានកុំតន់បងប្អូនស្ដាប់ខ្ញុំនិយាយសិន Style Millionaire ទៅហាត់ប្រាណទៅលើគីឡូលើកអីរងៃហ្នឹងវាគ្រាន់ធ្វើឲ្យយើងបែកសេះដុំអញ្ចឹងហើយសេះដុំធំពេលដែលយើងគេងគ្រប់គ្រាន់ទេក៏ពិតត្រូវអត់បងប្អូនរាងកាយរបស់យើងនឹងកាត់បន្ថយអរម៉ូនសេស្តូស្តេរ៉ូនជាអរម៉ូនដែលធ្វើឲ្យយើងឡើងសេះដុំលឿនធ្វើឲ្យប្រព័ន្ធភាពផ្សះរបស់យើងធ្លាក់ចុះខ្សោយឆាប់អស់កម្លាំងអលៀកឆាប់រងរបួសអីផ្សេងៗអញ្ចឹងទៅតាមការស្រាវជ្រាវគ្រាន់តែអត់គេងអត់លក់តាមមួយសប្តាហ៍ណាវាអាចធ្លាក់ចុះនៅកម្រិតテストステロនហ្នឹងទៅដល់ 15% ហើយចាស់ជាងមុនរហូតទៅដល់10ឆ្នាំទៀតហើយដែលសំខាន់ណាពេលដែលយើងគេលក់វាធ្វើយើងឡើងអរម៉ូន cortisol ជាអរម៉ូនមួយដែលធ្វើយើង stress ហ៎បងប្អូនហើយតែមានអរម៉ូន stress ហ្នឹងហើយគឺយើងពិបាកនឹងឡើងសេះដុំមែនតើដែលធ្វើឲ្យខ្លាញ់ហ្នឹងវារួមរឹតដែរអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនចង់ហាត់ប្រាណឲ្យបានសេះដុំលឿនកុំឲ្យខាតពេលអត់ប្រយោជន៍អញ្ចឹងបងប្អូនគ្រាន់តែគេងឲ្យស្កប់7ម៉ោងទៅ9ម៉ោងក្នុងមួយយប់មកបិទភ្លើងក្នុងបន្ទប់ឲ្យងឹតឈប់ចុចទូរស័ព្ទទៅព្រោះអីពេលដែលបងប្អូនចុចទូរស័ព្ទវាចេញអាពន្លឺពណ៌ខៀវមួយយ៉ាងដែលធ្វើឲ្យយើងគេងអត់ស្កប់អីចឹងណាជាពិសេសវីដេអូដែលបងប្អូនមើលភាគច្រើនវាដិតដាមនៅក្នុងខួរក្បាលរបស់យើងធ្វើឲ្យយើងគេងអត់ស្កប់គេងយល់សប្តិអីចឹងទៅហ្នឹងហើយដែលធ្វើឲ្យប្រព័ន្ធភាពសាស្ត្ររបស់សាច់ដុំហ្នឹងវាអត់ដំណើរការពេលដែលយើងគេងអត់គ្រប់ចឹងណាចឹងបញ្ជាក់បងប្អូនបើចង់ឡើងសាច់ដុំកុំភ្លេចហាត់លើគ្រែ7ទៅ9ម៉ោងក្នុងមួយយប់អូខេ